បាទសូមជម្រាបសួរពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះយើងនឹងតមេរៀនវីដេអូភាគទី15ណានៅ HSK កម្រិត1ចំនួន150ភាគហើយថ្ងៃនេះតែក៏ជាវីដេអូចុងក្រោយណាសម្រាប់ HSK កម្រិត1ណាគឺចំនួន150ភាគអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអូខេអញ្ចឹងពាក្យបន្ទាប់ដែលយើងត្រូវរៀនគឺពាក្យ 醫院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 ប្រែថាមន្ទីរពេទ្យណា hospital ជាឧទាហរណ៍ទី1李醫生在醫院裡呢李醫生在醫院裡呢អញ្ចឹងមានន័យថាវេជ្ជបណ្ឌិតលីឬក៏លោកគ្រូពេទ្យលីកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យជាឧទាហរណ៍ទី2这家医院很大这家医院很大អូខេអញ្ចឹងមានន័យថាមន្ទីរពេទ្យមួយនេះណាធំខ្លាំងណាស់ធំណាស់អូខេអញ្ចឹងបងប្អូនកុំឆ្ងល់ណាពាក្យនៅក្នុងវងកញ្ចក់នេះគឺមានន័យថាជា main server ជាពាក្យដែលគេប្រើនាំមុខណានៅពាក្យ event អញ្ចឹងយើងអាចប្រើពាក្យនៅក្នុងវងកញ្ចក់ពាក្យ so ហើយនិងពាក្យចកនៅជំនួសពាក្យ chair បានណាអូខេអញ្ចឹងអាចជំនួសឧទាហរណ៍យើងនិយាយថា这所ឬក៏这座医院អញ្ចឹងអត្ថន័យរបស់វាគឺមានន័យថាមន្ទីរពេទ្យនេះមន្ទីរពេទ្យនេះជាធម្មតាគឺភាសាចិនគឺគេមាន main server ច្រើននៅក្នុងមុខនាមអូខេអញ្ចឹងពាក្យបន្ទាប់គឺពាក្យអ៊ីហ្វូមានន័យថាសម្លៀកបំពាក់អូខេជាឧទាហរណ៍ទី1这件衣服很漂亮这件衣服很漂亮មានន័យថាសម្លៀកបំពាក់ណានេះណាស្អាតខ្លាំងណាស់ស្អាតណាស់漂亮ស្អាតណាស់អញ្ចឹងដូចគ្នាដែរពាក្យថោនៅក្នុងវងកញ្ចក់នេះគឺស្មើនឹងពាក្យជៀនដែរណាគឺជា major word ប្រើនៅខាងមុខe-fu ថោប្រែថាឈុតសម្លៀកបំពាក់ឈុតឬក៏សម្លៀកបំពាក់ឈុតនេះជាឧទាហរណ៍ទី2你的衣服很好看你的衣服很好看จะមានន័យថាសម្លៀកបំពាក់របស់អ្នកស្រស់ស្អាតណាស់ណាពាក្យ好看មានន័យថាល្អមើលវាស្មើនឹងពាក្យថា漂亮ណាស្មើនឹងពាក្យ漂亮ដូចគ្នាដែរពាក្យបន្ទាប់គឺយើងរៀនពាក្យ医治ប្រែថាកៅអី chair ជាឧទាហរណ៍ទី1房间里有4把椅子房间里ប្រែថានៅក្នុងបន្ទប់有មាន4 8 椅子អូខេនៅក្នុងបន្ទប់មានកៅអីចំនួន4ណាហើយប៉ានេះក៏ជា major word ណារបស់ពាក្យអ៊ីហ្សឺណាចឹងយើងមិនបាច់ប្រែទេពាក្យប៉ាវាជាពាក្យនាំមុខនាមអ៊ីហ្សឺហ្នឹងពាក្យទីឧទាហរណ៍ទី2គឺពាក្យអ៊ីថោអ៊ីហ្សឺ
y thao y zi này là cao ấy một chút tháoคือแปลว่าชุดหรือก็ complete โอเค下一个ពាក្យបន្ទាប់គឺយើងមានពាក្យ有有有แปลថាមាន to have there is or there are to exist ជាឧទាហរណ៍ទី1我没有钱了我没有钱了我没有钱了ចឹងយើង没有កន្លែងនេះមានន័យថាអស់ហើយអត់មានខ្ញុំអស់លុយហើយ第二你有没有钱你有没有钱សំណួរនេះមានន័យថាតើអ្នកមានលុយទេតើអ្នកមានលុយដែរឬទេ有没有មានឬមិនមានន័យអញ្ចឹងតើអ្នកមានលុយឬមិនមានអូខេពាក្យបន្ទាប់គឺយើងរៀនពាក្យ再见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 ប្រែថាលាហើយជួបគ្នាម្ដងទៀតនៅពេលក្រោយមានថា goodbye see you again later ជាឧទាហរណ៍ទី1我走了再见我走了再见ខ្ញុំទៅហើយលាសិនហើយឬក៏ខ្ញុំទៅហើយជួបគ្នាពេលក្រោយ第二再见我去学校了再见我去学校了អធិស្ឋានបងប្អូនពាក្យលើកន្លែងនេះគឺមិនមែនแล้วទេเพลงเองโหลดแล้วណាអធិស្ឋានចឹងមានន័យថាលាសិនហើយខ្ញុំទៅសាលាឬក៏ខ្ញុំទៅរៀនហើយអូខេពាក្យបន្ទាប់យើងមានពាក្យ在在在在在ចឹង在ប្រែថានៅឬក៏ស្ថិតនៅ located at to be in ជាឧទាហរណ៍ទី1我在家我在家ប្រែថាខ្ញុំនៅផ្ទះអូខេខ្ញុំនៅផ្ទះជាឧទាហរណ៍ទី2在这里有很多人在这里有很多人នៅទីនេះ在这里មានន័យថានៅទីនេះ有មាន很多人មានន័យថាមនុស្សច្រើនណាស់在这里有很多人នៅទីនេះមានមនុស្សច្រើនណាស់អូខេ下一个ពាក្យបន្ទាប់គឺយើងមានពាក្យ怎么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 ពាក្យ怎么គឺជាពាក្យមានន័យថាយ៉ាងម៉េចឬក៏បែបណា how what or why ជាឧទាហរណ៍ទី1你怎么去美国你怎么去美国你怎么去美国មានន័យថាតើអ្នកទៅសហរដ្ឋអាមេរិកដោយរបៀបណាឬក៏ដោយវិធីណាជាសំណួរដែលគេសួរពីរបៀបឬក៏មធ្យោបាយធ្វើដំណើរយើងទៅដោយជាអីគេណាជាយន្តហោះជាកប៉ាល់អីចឹងណាជាឧទាហរណ៍ទី2怎么办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 មានន័យថាតើត្រូវធ្វើបែបណាតើត្រូវធ្វើយ៉ាងម៉េចដោះស្រាយបែបម៉េចអូខេចឹងពាក្យបន្ទាប់តែជាពាក្យចុងក្រោយគឺយើងរៀនពាក្យ怎么样怎么样怎么样មានន័យថាយ៉ាងម៉េចយ៉ាងណាវិញឬក៏យ៉ាងម៉េចដែរ好
are things or how about or how was it chiêu đò tỉ mối这个菜怎么样这个菜怎么样tá hộp ní យ៉ាងម៉េចដែរអញ្ចឹងនៅទីនេះយើងសួរអំពីរសជាតិដែរណាយើងចង់ដឹងពីរសជាតិយើងអាចនិយាយថា这个菜怎么样តាមហូបនេះយ៉ាងម៉េចដែរគឺសំដៅលើរសជាតិដែរអូខេពាក្យបន្ទាប់គឺ你的身体怎么样你的身体怎么样ទីនេះគេសួរពីសុខទុក្ខណាសុខភាពសួរថាតើសុខភាពរបស់អ្នកយ៉ាងម៉េចដែរឬក៏យ៉ាងណាទៅហើយអូខេអរគុណបងប្អូនអញ្ចឹងសម្រាប់ថា HSK កម្រិត1 150ពាក្យគឺយើងបានចូលទីបញ្ចប់ហើយគឺយើងនឹងបន្តនៅ HSK កម្រិត2នៅវីដេអូបន្ទាប់ណាអញ្ចឹងបើគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា